តំណាងក្រុមហ៊ុន Gasberg និងឯកឧត្តមហាសុខេងតំណាងស្ថានីយ៍ទូរទស្សន៍ថោនបានទៅលើកទឹកចិត្តកីឡាករពេជ្រសម្បត្តិដល់ក្លឹបហើយឲ្យយកកំប៉ុងមាសឲ្យបានសម្រាប់ព្រឹត្តិការណ៍ការប្រកួតនៅក្នុង X-Men Tournament ចុងសប្តាហ៍នេះហេតុតែស្រឡាញ់វិស័យកីឡាប្រដាល់គុណខ្មែរនិងលើកស្ទួយកីឡាករប្រដាល់គុណខ្មែរ Mr. Brun តំណាងក្រុមហ៊ុន Gensburg នៅព្រឹកថ្ងៃទី19ខែមករានេះបានទៅលេងកីឡាករពេជ្រសម្បត្តិនិងលោកគ្រូពេជ្រសុផាន់ដោយផ្ទាល់ដល់ក្លឹបតែម្ដងដោយក្នុងនោះក៏មានវត្តមានការចូលរួមពីឯកឧត្តមហសុខេងនាយកគ្រប់គ្រងការផ្សាយនិងជាតំណាងស្ថានីយ៍ទូរទស្សន៍ថោនព្រមទាំងអ្នកសារព័ត៌មានជាច្រើនទៀតផងដែរគោលបំណងនៃការចុះទៅដោយផ្ទាល់ដល់ក្លឹបនេះគឺដើម្បីលើកទឹកចិត្តកីឡាករពេជ្រសម្បត្តិដែលជាកីឡាករគុណខ្មែរតែមួយរូបជាបេក្ខភាពតំណាងកីឡាករកម្ពុជាក្នុងចំណោមកីឡាករដែលមកពី7ប្រទេសផ្សេងទៀតនៅក្នុងការប្រកួតមហាព្រឹត្តិការណ៍ Gensburg World គុណខ្មែរ2026ដែលបេក្ខភាព X-Men Tournament 2026នៅក្នុងព្រឹត្តិការណ៍ការប្រកួតដ៏ធំនេះមានដូចជាកីឡាករពេជ្រសម្បត្តិតំណាងកម្ពុជាកីឡាករហួងលីនរុយសាធារណរដ្ឋប្រជាមានិតចិនកីឡាករមកពីប្រទេសម៉ុងហ្គូលីដែលមានឈ្មោះថា Bi Agalan Baya និងកីឡាករ Christian Bogdan ដែលមកពីប្រទេសអេស្ប៉ាញហើយក៏មានវត្តមានកីឡាករ Abdul Karim Alvaro ដែលមកពីប្រទេសអូបេគីស្ថានកីឡាករ Boldayan Arthur មកពីប្រទេសរុស្ស៊ីនិងកីឡាករ Rishi Omsi Laglan ដែលមកពីប្រទេស Scotland ក៏ដូចជាកីឡាករ Pat Lily ដែលមកពី Nova Zealand តាមរយៈកិច្ចសម្ភារផ្ទាល់ទៅកាន់ Mr. Brun ដែលជាតំណាងដ៏ធំប្រចាំក្រុមហ៊ុន Gensburg ក្នុងប្រទេសកម្ពុជាបានឲ្យដឹងថាមូលហេតុដែលលោកជ្រើសរើសផ្ដល់ឱកាសដល់អស្ចារ្យដល់កីឡាករពេជ្រសម្បត្តិនៅពេលនេះគឺដោយសារតែលោកធ្លាប់បានឃើញពីវីដេអូការប្រកួតរបស់គាត់ហើយមើលឃើញពីសក្តានុពលនិងសមត្ថភាពដ៏អស្ចារ្យរបស់ពេជ្រសម្បត្តិក្នុងនាមជាកីឡាករប្រយុទ្ធនៅលើសង្វៀនហេតុនេះហើយទើបលោកសម្រេចចិត្តបំពេញក្តីស្រមៃរបស់សម្បត្តិដោយអនុញ្ញាតឲ្យក្លាយទៅជាបេក្ខភាពក្នុងការប្រកួត X-Men Tournament តំណាងក្រុមហ៊ុន Gensburg រូបនេះក៏បានបង្ហាញពីឆន្ទៈនៅក្នុងការបន្តចាប់ដៃគូសហការជាមួយស្ថានីយ៍ទូរទស្សន៍ថោនបន្ទាប់ពីព្រឹត្តិការណ៍ដ៏ធំមួយនេះដើម្បីនាំយកគុណខ្មែរទៅកាន់កម្រិតអន្តរជាតិបន្តទៀតនៅថ្ងៃអនាគតទាំងក្នុងប្រទេសនិងក្រៅប្រទេសហើយក្រឡេកមកមើលកីឡាករពេជ្រសម្បត្តិវិញក៏បានត្រៀមខ្លួនរួចរាល់ហើយដោយលោកគេបានបង្ហាញអំពីអារម្មណ៍សប្បាយចិត្តជាខ្លាំងដែលទទួលបានឱកាសមាននេះគេមិនហ៊ានដាក់ក្តីរំពឹងខ្ពស់សម្រាប់ការប្រកួតនេះសម្រាប់វគ្គផ្ដាច់ព្រាត់ប៉ុន្មាននោះទេក៏ប៉ុន្តែគេបានបដិញ្ញាចិត្តនិងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពតែម្ដងដើម្បីប្រជែងយកកំប៉ុងមាសនេះពីព្រឹត្តិការណ៍មួយនេះឲ្យបាន Gensburg លើកស្ទួយគុណខ្មែរឡើងដល់កម្រិតពិភពលោករងចាំមើលកីឡាករ8រូបនឹងត្រូវចាប់ឆ្នោតដើម្បីរើសគូប្រកួតជុំដំបូងតើកីឡាករពេជ្រសម្បត្តិនឹងត្រូវប៉ះជាមួយកីឡាករមកពីប្រទេសណាមុនគេតើកំប៉ុងមាសអាចខ្លាចទៅជារបស់គេដែរឬទេកុំឲ្យមហាព្រឹត្តិការណ៍ដ៏កម្រមួយនេះរំលងផុតទៅឲ្យសោះពុកម៉ែបងប្អូនចូលរួមគាំទ្រដើម្បីលើកទឹកចិត្តកីឡាករប្រដាល់គុណខ្មែរទាំងអស់គ្នាជាពិសេសមហាព្រឹត្តិការណ៍ខ្សែក្រវ៉ាត់សងសឹករវាងអ្នកលេងពូថៅដៃពីខេត្តធឿនធីរ៉ានិងដៃគូចាស់ Rosland ព្រមទាំងការប្រកួតពិសេសជាច្រើនគូទៀតនាថ្ងៃទី23មករា2026នេះដែលទីតាំងរៀបចំសង្វៀនស្ថិតនៅក្នុងភូមិស្ងួនពេជ្រខណ្ឌកំពតរាជធានីភ្នំពេញហើយជាមួយគ្នានោះផងដែរក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ Thon Full HD TV ផេកផ្លូវការ Thon Full HD TV Thon FM 102.25 និងផេកផ្លូវការរបស់ Bia Gensburg ផងដែរនេះខ្ញុំវិគីពី Big News